ออกไปประฮอกกะปิออกไปกะปิมัมบองโปนเอ้ยថ្ងៃនេះខមมัមជូនបងប្អូនទស្សនាទាំងអស់គ្នាជាដំបូងនេះខ្ញុំដាក់ស្ងោរម៉ាំសិនបងប្អូនបន្ទាប់មកកិនគ្រឿងចាគ្រឿងយើងមានខ្ទឹមក្រហមម្ទេសគល់ក្រីហាន់ល្អិតៗចាលួចជាមួយនឹងក្រូចសើចបន្តិចម្ដេចបន្តិចបានហើយបងប្អូនយើងដាក់ទឹកជាបន្តិចទៅងាយស្រួលកិនហើយកិនណាអត់ឲ្យម៉ត់ទេបងប្អូនឲ្យនៅដុំងាកមកទឹកស្ងោរម៉ាំក៏ពុះល្មមដាក់ម៉ាំចូលដើម្បីយកជាតិវាបងប្អូនយើងចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅដាក់ប្រេងឆាចូលបន្តិចទៅបំពងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមបងប្អូនចាំបំពងវាឲ្យកន្លះតិចទៅចាំដាក់គ្រឿងដែលយើងកិនហ្នឹងចូលបងប្អូនលីងគ្រឿងកិនហ្នឹងបងប្អូនណាឲ្យឈ្ងុយចូលជាតិគ្នាបងប្អូនចាឈ្ងុយបន្តិចទៅចាំដាក់ស្ករត្នោតជាទូទៅយើងប្រើស្ករត្នោតសម្រាប់ខអីក៏ដោយគឺឆ្ងាញ់បងប្អូនចាយើងកូរគ្រឿងជាមួយស្ករត្នោតឲ្យឡើងក្រហមបន្ថែមជាមួយទឹកត្រីដើម្បីដាក់ក្លិនឈ្ងុយបងប្អូនបន្ទាប់មកយើងដាក់ជាមួយនឹងសាច់ជ្រូក3ជាន់យើងហាន់ដុំទៅបងប្អូនចង់ច្រាំក៏បានដែរបងប្អូនចាតែខ្ញុំចូលចិត្តដុំដើម្បីញ៉ាំទៅវាប៉ះសាច់ជ្រូកអញ្ចឹងបងប្អូនឆាសាច់ជ្រូកហ្នឹងឲ្យចូលជាមួយគ្រឿងល្អចាំដាក់ត្រីចាត្រីយើងគឺត្រីពោបងប្អូនចាសម្រាប់ខម៉ាំគឺយើងជ្រើសយកត្រីរៀងខ្លាញ់មិនឆ្ងាញ់ទេបងប្អូនចាងាកមកមើលជាមួយនឹងទឹកស្ងោរម៉ាំរបស់យើងមិនមានកកអញ្ចឹងបងប្អូនដួសចេញមកហើយត្រឡប់ទៅដាក់ជាមួយនឹងទ្រាប់វែងរបស់យើងចាបងប្អូនកូរត្រឡប់ថ្នមបងប្អូនចាខ្លាច់បែកត្រីចាឲ្យសពគ្រឿងនឹងម៉ាស៊ីនមកចាំដាក់ទឹកស្ងោរម៉ាំរបស់យើងសម្រាប់ទឹកស្ងោរម៉ាំចាសាច់ម៉ាំរៀងស្វិតបន្តិចចាដោយសារម៉ាំនេះគឺវាល្អខ្លាំងគេប្រើត្រីទូចវែងចាអញ្ចឹងឥឡូវទឹកស្ងោរម៉ាំយើងក៏បានស្រស់ល្អហើយប៉ុន្តែនៅខ្ញុំនៅឃើញសាច់ម៉ាំច្រើនចាក៏ចាក់ទឹកក្តៅនឹងច្រោះម្ដងទៀតស្ដាយបងប្អូនចារួចរាល់ហើយបងប្អូនចាក្របវាមករងចាំឲ្យពុះដាក់ជាមួយនឹងអំពិលម្ដុំម្សៅស៊ុបនិងប៊ីចេងសញ្ញាចាត្រូវេចាកន្លះស្លាបព្រាមកជាការស្រាយខម៉ាំរបស់យើងបានរួចរាល់ហើយនាងខ្ញុំក៏មិនភ្លេចញ៉ាំជាមួយនឹងវីតាមីន CSM ចាដើម្បីការពារធាត់និងសម្រកគីឡូចាព្រោះថារាល់ថ្ងៃនេះប្រហុកម៉ាំកាពិបងប្អូនអើយក៏បានវីតាមីននឹងទេមានស្រកថែមចាហើយស្រួលខ្លួនណាចាយើងញ៉ាំអាហារតាមចិត្តបានមកមុខនេះបាយកញ្ចុះបន្លែកញ្ចុះបងប្អូនអើយឆ្ងាញ់រកលេខដាក់គ្មានបានខំជាមួយនឹងអាទ្រាប់វែងហ្នឹងអូជាតិណាស់បងប្អូនហើយត្រូវជាមួយសាច់ជ្រូកដុំណាបងប្អូនចាហើយពីត្រីវិញបងប្អូនជ្រើសរើសត្រីខ្លាញ់បានស្លទៅឆ្ងាញ់បងប្អូនឆ្ងាញ់ខ្លាំងណាស់ហើយបន្លែបងប្អូនអូជើរៀបរាប់មានតយងចេកមានដើមចេកមានផ្កាស្នោមានជាមួយនឹងសណ្តែកបដោះមាននឹងជីគ្រប់មុខមាននឹងតសក់បងប្អូនអូយនិយាយថាចម្រុះនិយាយពីត្រូវជាតិគ្នាណាស់យើងហាន់ល្អិតចឹងហើយយើងច្របល់ចូលគ្នាបងប្អូនចាបន្លែគេធ្វើបែបហ្នឹងបងប្អូនចាឆ្ងាញ់ណាស់ខប្រហុកខម៉ាំខអីនេះគឺថាដាក់បន្លែហ្នឹងគឺត្រូវបំផុតហើយបើនិយាយពីខម៉ាំខប្រហុកណាអ្នកផ្ទះខ្ញុំគ្មានមួយណាថាទេទាំងក្មេងៗបងប្អូនអើយអ្នកខ្លះមិនចេះញ៉ាំបន្លែហ្នឹងក៏បានខម៉ាំនឹងដែរចុះបាយណាខ្ញុំសួរបងប្អូនតិចមើលបងប្អូនចូលចិត្តដាក់គ្រឿងសុយដូចខ្ញុំហ៎ខ្ញុំរាល់ថ្ងៃបងប្អូនអស់ពីម៉ាំប្រហុកអស់ពីប្រហុកកាពិបងប្អូនអើយវាបានប្រហុកកាពិម៉ាំហ្នឹងខ្ញុំលូកកប់ដៃហើយចំណាំមើលទៅបងអើយណារៀងខ្មៅស្អែមខ្មៅហ្នឹងពីចូលចិត្តណាគ្រឿងស្អុយហ្នឹងឃើញគេហូបសាច់គោសាច់មាន់អត់ចំណែនទេពិបាកបានប្រហុកមួយចានមកអូយឈ្នះអស់គ្រប់មុខទៅមកខ្ញុំបងប្អូនគិតទៅគឺប្រហុកសូម្បីប្រហុកត្រីរស់ប្រហុកត្រីអីខ្ចប់តែលឹកល្មៀតអាំងហើយនាងខ្ញុំបាយបានដែរមិនដឹងបងប្អូនណាចូលចិត្តដូចនាងខ្ញុំខ្ញុំនិយាយមែនណាគ្រូស្អុយគឺលេខ1បងប្អូនណាកុំភ្លេចធានាធ្វើខម៉ាំខប្រហុកញ៉ាំបងប្អូនចាខ្ញុំជឿថា10នាក់ចេះញ៉ាំ9នាក់ហើយរឿងប្រហុកហើយក៏អត់ពិបាកធ្វើដែរបងប្អូនធ្វើតាមតែវិធីនាងខ្ញុំថានីថាលើងបាយទាំងឆ្នាំងចាវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារអរគុណជម្រាបលាបាយជួបគ្នានៅវីដេអូក្រោយ